ម៉ាម៉ាគាត់ចង់ដឹងពីគីឡូកូននៅក្នុងផ្ទៃនៅពេលដែលគាត់មានផ្ទៃពោះណាជីទូទៅដើម្បីម៉ាម៉ាងាយស្រួលចាំម៉ាម៉ាតោងដឹងថាការពិនិត្យអេកូផ្ទៃពោះមានការចាំបាច់ដែលតាមដានពីសុខភាពកូននិងគីឡូកូនចាប់ពី3ខែឬក៏ហៅថា12សប្តាហ៍អញ្ចឹងយើងតាមដាន12សប្តាហ៍20សប្តាហ៍ទៅ22សប្តាហ៍ហៅថា5ខែហើយបន្តមកគឺ28អាទិត្យទៅ30អាទិត្យ7ខែហើយនឹង34អាទិត្យទៅ39អាទិត្យហើយនឹង39អាទិត្យចង់និយាយថាក្នុងចន្លោះដែលយើងពពោះហ្នឹងគឺយើងមើលអេកូតែ6ដងឯទេជាទូទៅនៅក្នុងកលៈទេសៈនៅក្នុងពេលដែលចាំបាច់ទៅតាមការណាត់របស់គ្រូពេទ្យមិនមែនយើងមើលអេកូរាល់ខែទេអេកូរាល់ខែក៏អត់មានប៉ះពាល់ដល់កូនដល់ម៉ាម៉ាក់ដែរគ្រាន់តែថាយើងខាតពេលវេលានិងចំណាយថវិកាច្រើនអញ្ចឹងណាចឹងការអេកូយើងមើលអេកូដំបូងហ្នឹងគឺយើងដឹងថាចន្លោះពី6ទៅ7សប្តាហ៍ណារបស់កូនហ្នឹងមើលកូននៅក្នុងស្បូននៅណាមានថង់កូននៅមានចង្វាក់បេះដូងនៅបន្ទាប់មកយើងមើលអេកូ12សប្តាហ៍យើងមើលសុខភាពកូនហើយឥឡូវខ្ញុំនិយាយទៅរឿងគីឡូព្រោះម៉ាក់សួររឿងគីឡូអញ្ចឹងកាលណា12សប្តាហ៍គីឡូកូនចន្លោះពី120ក្រាមទៅ150ក្រាមបើនិយាយងាយស្រួលស្ដាប់ហ្នឹងគឺយើងនិយាយខំណាគឺមួយខាំ1.3ខាំទៅ1.5ខាំចឹងនិយាយចឹងហើយបន្ទាប់មកគឺ20សប្តាហ៍ទៅ22សប្តាហ៍យើងហៅថា5ខែគឺចន្លោះពី250ក្រាមទៅ350ក្រាម2ខាំកន្លះទៅ3ខាំកន្លះ